nơiប្រិមិត្តតាមដានយើងឃើញដូចខ្ញុំហ៎ក្រោមការដឹកនាំរបស់លោកអាមេរីមបាទខ្សែការពារគឺលេងប្រកួតនឹងល្អហើយឈ្នះហើយប្រកួតក្រោយគឺគាត់លេងដាក់អញ្ចឹងទៀតហើយតែយើងក៏លេខមកមើលការដាក់កីឡាកររបស់ Carrick វិញឃើញអត់ Dalot Mackay Martinez លោកសពេលដែលចាប់ផ្ដើមដំបូងល្អគាត់អត់មានរបួសគឺដាក់គាត់លេងតទៀតបាទព្រោះក្រុមកំពុងតែបាទគេហៅថាក្រុមកំពុងតែធ្វើទៅបានល្អយល់ចិត្តគ្នាកន្លែងហ្នឹងហើយបាទហើយប្រិមត្តសង្កេតឃើញដូចខ្ញុំអត់សម្រាប់លោកអាមេរីមវិញអត់ទេបាទដូចលោកថនហាកចឹងគឺស្រៀងគ្នាកីឡាករដាក់ប្រប៉ុណ្ណឹងបានល្អហើយប៉ុន្តែដល់ពេលប្រកួតក្រោយដូរកីឡាករអញ្ចឹងខ្ញុំអត់យល់ថាតើគាត់កំពុងតែគិតអីពេលខ្លះការប្រកួតទោះបីជាមានការដកស្រង់បទពិសោធន៍បាទឬក៏យើងនិយាយថាមិនមែនដកស្រង់បទពិសោធន៍ទេគឺហៅថាដកស្រង់បច្ចេកទេសដើម្បីរៀបចំឲ្យបានល្អត្បិតតែធ្វើអញ្ចឹងមែនប៉ុន្តែយើងគួរតែធ្វើវានៅពេលណាដែលការប្រកួតនេះយើងនាំមុខឬក៏យើងអីចឹងទៅកីឡាករដែលកំពុងតែ form កំពុងតែសហការគ្នាបានល្អដាក់គាត់ប៉ុណ្ណឹងមកធ្វើមិនឲ្យមានជ័យជំនះសិនបាទដើម្បីឲ្យកីឡាករនេះគឺមានទឹកចិត្តនៅក្នុងការលេងឈ្នះ1ឈ្នះ2ឈ្នះ3ស្មើ1ឈ្នះ1ឈ្នះ2ស្មើ1កីឡាករអារម្មណ៍របស់គាត់គឺមានទឹកចិត្តក្នុងការលេងដល់ពេលដូរចុះដូរឡើងឈ្នះ1ចាញ់3ស្មើ1ស្មើ1ឈ្នះ1ចាញ់3ទៀតអាហ្នឹងគឺធ្វើឲ្យកីឡាករក៏ពិបាកអារម្មណ៍នៅក្នុងការប្រមូលផ្ដុំដូចគ្នាបាទអញ្ចឹងសម្រាប់ការប្រកួតនេះយើងគ្រាន់តែឃើញមកយើងឃើញទេបាទកីឡាករគឺដាក់ដដែលបាទកីឡាករគឺដាក់ដដែលគឺ Dalot Mackay Martinez លោកសបាទតំបន់បម្រើ Casemiro ហើយនិង Mainu ឃើញទេបាទដដែលបាទ Amadalo Bruno Fernandes គ្រាន់តែដគូរបួសចឹងដាក់ខូនញ៉ាជំនួសវិញបើដាក់ប្រយុទ្ធកណ្ដាលគឺ MMO តែម្ដងនេះគឺខ្ញុំចង់លើកឡើងជូនដល់កាន់ប្រិមិត្តចឹង